ពន្ធនាគារខេត្តបន្ទាយមានជ័យមកដល់ពេលនេះទឹកបានស្រកផុតទៅហើយបញ្ហាប្រឈមក្រោយពីទឹកស្រកគឺគេកង្វល់ផ្ដោតសំខាន់ទៅលើអនាម័យជាចម្បងដោយជំវិញអគារស្នាក់នៅរបស់អ្នកទោសនិងចំណុចក្នុងបរិវេណមួយចំនួនគេសង្កេតឃើញមានទឹកដក់មានសភាពកខ្វក់នាំមកក្លិនស្អុយទៀតផងគេនឹងក្រុងបញ្ជូនអ្នកទោសចំនួន50នាក់នៅចុងសប្តាហ៍ខាងមុខនេះដើម្បីមកជួយសម្អាតអនាម័យជុំវិញបរិវេណនិងកន្លែងបន្ទប់អ្នកទោសស្នាក់នៅមុននឹងគេបញ្ជូនអ្នកទោសជាង800នាក់ត្រឡប់មកវិញនោះបច្ចុប្បន្នអ្នកទោសជាង800នាក់ទាំងនោះកំពុងតែផ្ញើបណ្ដោះអាសន្ននៅពន្ធនាគារខេត្តសៀមរាបនិងខេត្តបាត់ដំបងដោយឡែកនៅព្រឹកថ្ងៃទី24ខែតុលាឆ្នាំ2013គេសង្កេតឃើញមន្ត្រីពន្ធនាគារបាននាំគ្នាសម្អាតអនាម័យជាបណ្ដាក្នុងបន្ទប់ការិយាល័យធ្វើការនិងកន្លែងមួយចំនួនទៀតក្នុងពន្ធនាគារមុននឹងមន្ត្រីទាំងនោះចូលបំពេញការងារវិញផងដែរលោកហ៊ិនសុផលប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថាអ្នកទោសជាង800នាក់ដែលកំពុងផ្ញើបណ្ដោះអាសន្ននៅពន្ធនាគារខេត្តសៀមរាបនិងខេត្តបាត់ដំបងមិនទាន់ដឹងច្បាស់ថានឹងត្រូវបញ្ជូនមកពន្ធនាគារខេត្តបន្ទាយមានជ័យនៅពេលណានោះទេរងចាំការសម្រេចពីថ្នាក់លើហើយនៅពេលនេះគឺផ្ដោតសំខាន់ទៅលើការធ្វើអនាម័យជាមុនសិនមុននឹងបញ្ជូនពួកគាត់ត្រឡប់មកវិញលោកបានបន្តឲ្យដឹងទៀតថាផ្នែកអនាម័យកាកបាទក្រហមអន្តរជាតិគេគ្រោងនឹងជួយទៅលើបញ្ហានេះប៉ុន្តែមិនដឹងថាតើគេជួយទៅលើផ្នែកអ្វីខ្លះនៅឡើយនោះទេហើយមន្ត្រីរបស់គេនឹងចុះមកត្រួតពិនិត្យជាក់ស្ដែងនៅថ្ងៃស្អែកនេះលោកបានបញ្ជាក់ឲ្យដឹងទៀតថាការជន់លិចពន្ធនាគារខេត្តបន្ទាយមានជ័យបង្កឲ្យខូចខាតអង្គរចំនួន68ក្រុងកុំព្យូទ័រ3គ្រឿងឯកសាររដ្ឋបាលរួមនឹងគ្រឿងឧបករណ៍បរិក្ខារប្រើប្រាស់មួយចំនួននិងរបងប្រវែងជាង30ម៉ែត្រហើយរបងមួយចំនួនទៀតក៏រងការប្រេះស្នាមទៀតផងគូបញ្ជាក់ថាពន្ធនាគារខេត្តបន្ទាយមានជ័យត្រូវបានទឹកជន់បុកបាក់របងទិសខាងជើងបណ្ដាលឲ្យទឹកហូរចូលក្នុងពន្ធនាគារយ៉ាងគំហុកកាលពីថ្ងៃទី10ខែតុលាឆ្នាំ2013ក្នុងនោះអ្នកទោសជាប់នៅក្នុងពន្ធនាគារនេះជាង800នាក់ត្រូវបានគេជម្លៀសចេញជាបន្ទាន់បញ្ជូនយកទៅដាក់បណ្ដោះអាសន្ននៅពន្ធនាគារខេត្តសៀមរាបនិងខេត្តបាត់ដំបងអ្នកទោសទាំងនោះតាមសេចក្តីរាយការណ៍បានឲ្យដឹងថាមិនមាននរណាម្នាក់ទទួលរងគ្រោះថ្នាក់នោះទេមកដល់ពេលនេះគេសង្កេតឃើញទឹកជំនន់បានចាប់ផ្ដើមស្រកបណ្ដាហើយនៅខេត្តបន្ទាយមានជ័យហើយប្រជាពលរដ្ឋដែលមករស់នៅទីទួលសុវត្ថិភាពខ្លះនាំគ្នាទៅលំនៅឋានរបស់ខ្លួនវិញនិងមួយចំនួនទៀតនៅតែបន្តស្នាក់នៅឡើយនោះដែរខ្ញុំវិជ្ជការអប្សរាណេតរីកាពីខេត្តបន្ទាយមានជ័យ